ការពិតរបស់ក្លឹប Liverpool ចំនួន5ដែលប្រិមត្តស្ដាប់ទៅដោយអត់ពិតទេការពិតទី1គឺក្លឹបមួយនេះមានអ្នកចាត់ការទូទៅចំនួន22រូបដែលយើងហៅថា manager នៅក្នុងប្រវត្តិសាស្ត្រក្លឹបរបស់ពួកគេរយៈពេល133ឆ្នាំការពិតទី2គឺ Takumi Minamino អតីតខ្សែបម្រើរបស់ពួកគេធ្លាប់កាន់ការកំណត់ត្រាពិភពលោកមួយគេហៅថា World Record ដែលអាចទះដៃឬក៏យើងហៅបានថា High Five ច្រើនបំផុតរយៈពេល1នាទីការពិតទី3ខ្សែការពារសញ្ជាតិហូឡង់កីឡាករ Virgil van Dijk តាំងពីចូលរួមជាមួយនឹង Liverpool ក្នុងឆ្នាំ2018មករូគេចាញ់តែ5ប្រកួតប៉ុណ្ណោះនៅក្នុងការប្រកួតលីកកម្ពុជារបស់អង់គ្លេសគឺ English Premier League ការពិតទី4នៅក្នុងឆ្នាំ1979ហង្សក្រហម Liverpool គឺជាក្លឹបអង់គ្លេសដំបូងគេដែលពាក់អាវមាន sponsor នៅខាងមុខហើយការពិតចុងក្រោយរបស់ Liverpool គឺ Steven Gerrard ដែលជាកីឡាករខ្សែបម្រើល្អបំផុតរបស់ Liverpool នឹងគឺមិនដែលឈ្នះ English Premier League ជាមួយនឹងក្លឹបមួយនេះទេប៉ុន្តែគាត់ធ្លាប់ឈ្នះជាមួយនឹង UEFA Champions League ជាមួយនឹងការប្រកួតដ៏ក្តៅគគុកជាមួយនឹង AC Milan ក្នុងឆ្នាំ2005